ធីនេះនាំមកជួបលោកអ្នកដោយ Park Cafe ជាកន្លែងបង្កើតមិត្តភាពបាទទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនាទូរទស្សន៍ CNC ជាទីគោរពបាទកម្មវិធីពិភាក្សាធុរកិច្ចបានវិលមកជួបលោកអ្នកតាមពេលនឹងម៉ោងដដែលបាទថ្ងៃនេះខ្ញុំបាទជួនធូននឹងលើកប្រធានបទថ្មីមួយទៀតដើម្បីជម្រាបជូនដល់ទស្សនិកជនក៏ជាការជាចំណេះដឹងទូទៅក៏ដូចជាការស្វែងយល់ពីឱកាសនៅក្នុងការធ្វើចំនួនផងដែរបាទប្រធានបទនេះតកតងទៅនឹងបច្ចេកវិទ្យានិងចំនួនហើយវាគ្មិនរបស់យើងដែលនឹងឆ្លើយទៅនឹងសំណួរជាច្រើនដែលតកតងទៅនឹងបច្ចេកវិទ្យានិងចំនួននេះគឺជួបជាមួយនឹងលោកលេងច័ន្ទវឌ្ឍនាដែលជាម្ចាស់របស់គេហទំព័រ thecareerauction.com បាទហើយដើម្បីកុំឲ្យខាត់ពេលយូរសូមអញ្ជើញទស្សនិកជនជួបជាមួយនឹងលោកលេងច័ន្ទវឌ្ឍនាតែម្ដងបាទអាឡូជំរាបសួរលោកវឌ្ឍនាបាទមានថានៅក្មេងហើយក៏ជាម្ចាស់គេហទំព័រមួយគឺ thecareerauction.com បាទនេះខ្ញុំគិតថាខ្ញុំនឹងបន្តពីនេះនឹងចូលមើលគេហទំព័រនឹងថាមានអីខ្លះបាទហើយប្រធានបទរបស់យើងដោយខ្ញុំបានជម្រាបជូនទស្សនិកជនហើយយើងតាក់ទងបច្ចេកវិទ្យានិងជំនួយហើយខ្ញុំនិយាយពីអ្វីដែលខ្ញុំដឹងខ្លះអញ្ចឹងណាប៉ុន្តែអ្វីដែលខ្ញុំអត់ដឹងចាំសួរលោកវឌ្ឍនាបន្ថែមទៀតបាទអ្វីដែលខ្ញុំបានដឹងគឺថាវាតាក់ទងទៅនឹងខ្មែរយើងនិយមពាក្យថា IT អញ្ចឹងណាបាទថាព័ត៌មានវិទ្យាបច្ចេកវិទ្យានិងព័ត៌មានវិទ្យាបាទហើយវាមានពាក្យមួយទៀតពាក្យថា ICT បាទ ICT ដូចជាអក្សរកាត់ថា Information Communication Technology បាទអាហ្នឹងគេថាបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យាបាទអញ្ចឹងហើយពីដើមដូចជាពាក្យចាស់ពីដើមហៅ informatic បាទ informatic បាទចាស់ពីដើមគាត់ចេះភាសាបារាំងដល់ពេលឥឡូវនេះគឺថាបារាំងមិនមានអ្នកចេះច្រើនប្រហែលទេគឺថាចេញមកម្នាក់គឺដឹងតែ IT បាទ IT ពីដើមបារាំងហៅ IT បាទ IT បាទអញ្ចឹងកុំឲ្យខាតពេលយូរសូមអញ្ជើញលោកវឌ្ឍនាជួយឆ្លើយទីមើលតើពាក្យថា IT ឬក៏ ICT បាទវាមានពាក្យ ICT ហ្នឹងតើវាមានចង្កោមអីខ្លះដែរដែលគេហៅថា IT នឹងវាមិនដែលគេហៅថា IT នោះវាមានចង្កោមអីខ្លះដែលយើងចាត់ទុកថាវាជា IT ជាបច្ចេកវិទ្យានិងព័ត៌មានវិទ្យានោះបាទអូខេឥឡូវខ្ញុំនិយាយជារួមហេតុអីបាន IT គាត់ខ្ញុំនិយាយពីថាផលប្រយោជន៍ណាបាទ IT វាជារបៀបថ្មីមួយថាក្នុងការធ្វើទីផ្សាររបស់ក្រុមហ៊ុនវាល្អជាងមុនខ្ញុំឧទាហរណ៍ដូចនៅក្នុងលក់ retail ថាផ្សារឡាគេចោះចាគាត់ដាក់ធ្វើ form មួយបង្កើត discount card អញ្ចឹងអ្នកអតិថិជនដែលទិញគាត់ប្រើ discount ហ្នឹងអញ្ចឹងគាត់ត្រូវ sign up នៅពេលគាត់ sign up គឺខាងក្រុមហ៊ុនគាត់មាន date of birth គាត់មាន page អញ្ចឹងនៅពេលដែលអតិថិជនទិញទំនិញម្ដងគឺគាត់ record អាហ្នឹងចូលទៅក្នុង IT អញ្ចឹងនៅពេលដែលគាត់ record អាហ្នឹងគាត់ដឹងពីអតិថិជនរបស់គាត់គាត់ទិញអីវ៉ាន់អីខ្លះគាត់ទិញមួយអាទិត្យក្នុងរយៈពេលប្រហែលអញ្ចឹងសម្រាប់អ្នកធ្វើទីផ្សារគឺព័ត៌មានហ្នឹងគឺធ្វើឲ្យចំនួនរបស់គាត់ល្អអញ្ចឹងគាត់ប្រសើរជាងអ្នកអត់អញ្ចឹងណាបាទអាហ្នឹងជាផលប្រយោជន៍ទី1ផលប្រយោជន៍ទី2ផលប្រយោជន៍ទី1ហ្នឹងអានេះខ្ញុំនិយាយពី retail industry ពីរបៀបលក់រាយចង់និយាយថានេះយើងនិយាយថាបច្ចេកវិទ្យានិងចំនួនបាទចំនួនអញ្ចឹងការធ្វើចំនួនតាមបែបបច្ចេកវិទ្យានេះបាទតាមបែបបច្ចេកវិទ្យាអញ្ចឹងយើងមិននិយាយពីរបៀបខ្ញុំដូចអត់ស្គាល់ច្បាស់សុំឲ្យបញ្យល់បន្ថែមទៀតដែរអញ្ចឹងខ្ញុំនិយាយថា IT គាត់គឺថាផលប្រយោជន៍របស់គាត់គឺគាត់ជួយឲ្យ industry ផ្សេងធ្វើ business បានល្អដូចខ្ញុំនិយាយមែនអញ្ចឹងនៅពេលដែលឧទាហរណ៍ផ្សារដូចជា Lucky ចុះគាត់បង្កើត discount card ហ្នឹងអញ្ចឹងផ្សារគាត់អ្នកធ្វើហ្នឹងគឺគាត់ដឹងព័ត៌មានច្រើនណាស់អតិថិជនដែលអតិថិជនអត់ដឹងថាគេមានព័ត៌មានហ្នឹងនេះហាព័ត៌មានហ្នឹងគឺល្អសម្រាប់ការធ្វើអាជីវកម្មអានេះខ្ញុំនិយាយឧទាហរណ៍នៅក្នុង industry មួយបាទឥឡូវចូលលោកវឌ្ឍនានិយាយអញ្ចឹងខ្ញុំចង់សួរដេញតាមនឹងវិញសួរថាឥឡូវបើសិនថាម្ចាស់ចំនួនហ្នឹងគាត់ប្រើ IT ប្រើបច្ចេកវិទ្យាហ្នឹងដើម្បីកត់ត្រាពីចំនួនអតិថិជនហើយថាមានព័ត៌មាន
មានព័ត៌មានហើយព័ត៌មានហ្នឹងព័ត៌មានយ៉ាងម៉េចខ្លះហើយព័ត៌មានវាមានសារៈសំខាន់អីសម្រាប់ម្ចាស់ចំនួននឹងយ៉ាងម៉េចទៅវិញបាទព័ត៌មានសម្រាប់ business មួយគឺអ្នកដែលមានអតិជនដូចថាដឹងព័ត៌មានថាទិញអីខ្លះមកថាឥឡូវគាត់ទិញអង្គគាត់ទិញសម្ភារៈនេះនោះនៅពេលយើងមានព័ត៌មានហ្នឹងគឺការធ្វើទីផ្សាររបស់ក្រុមហ៊ុនមួយគឺវាដាក់ចំអញ្ចឹងធ្វើល្អជាងអ្នកដែលអត់មានព័ត៌មានអញ្ចឹងក្រុមហ៊ុននៅក្នុង industry ណាក៏ដោយអ្នកដែលមានព័ត៌មានពីអតិជនហ្នឹងច្រើនអញ្ចឹងអាចប្រកួតគ្នានៅក្នុងទីផ្សារអ្នកហ្នឹងល្អជាងជាទូទៅអញ្ចឹងអានេះមុនខ្ញុំនិយាយពី retail industry យើងមាន IT ហ្នឹងអញ្ចឹងហើយឧទាហរណ៍នៅក្នុងហ្នឹង Walmart យើងមើលសង្គមដូចអាមេរិកអញ្ចឹង Walmart IT system របស់គាត់គឺទំហំវាប្រព័ន្ធ Pentagon ក្រសួងការពារជាតិរបស់អាមេរិកហើយនឹងធ្វើទីផ្សារមួយអញ្ចឹង Walmart ដឹងពី consumer របស់គាត់ច្រើនណាស់ដែលការធ្វើទីផ្សារគាត់ឥឡូវ Walmart number 1ហើយនៅក្នុង industry នៅក្នុងពិភពលោកគឺលុយចំណូលរបស់ Walmart ច្រើនជាងគេដោយសារអានោះវានៅក្នុង industry ហ្នឹងហើយគាត់មានព័ត៌មានច្រើនជាងគេចង់និយាយថាគាត់ដឹងព័ត៌មានច្រើនជាងគេពីអតិថិជនហើយអញ្ចឹងគាត់ក៏មានសេចក្តីសម្រេចចិត្តល្អនៅក្នុងការពង្រីកទីផ្សារឲ្យអតិថិជនរបស់គាត់មកកាន់តែច្រើនថែមទៀតយ៉ាងម៉េចចឹងគឺយ៉ាងម៉េចហ្នឹងហើយវាអញ្ចឹងហើយសរុបទៅអានេះនៅក្នុង retail industry អញ្ចឹងដូច Walmart ឧទាហរណ៍តែទៅពេលគ្រប់ industry គឺ IT គឺជួយបានទាំងអស់អញ្ចឹងអីក៏ដោយគឺ IT ជួយ store ព័ត៌មានរបស់ consumer របស់គាត់បាទ store ព័ត៌មាននេះខ្ញុំនៅតែមិនច្បាស់រឿងព័ត៌មានហ្នឹងអាចបញ្យល់តិច store ព័ត៌មានហ្នឹងវាយ៉ាងម៉េចខ្លះអាចបញ្យល់ស៊ីជម្រៅតិចបានទេបាទអញ្ចឹងឧទាហរណ៍មួយទៀតបើសិនជាខ្ញុំឧទាហរណ៍ជាទូទៅគឺយើងអាចបង្កើត discount card អញ្ចឹងណាខ្ញុំពីមុនខ្ញុំនិយាយពី retail មកថាឥឡូវយើងនិយាយពី restaurant ពីភោជនីយដ្ឋាននេះវិញបាទភោជនីយដ្ឋានអញ្ចឹងយើងបង្កើត discount card ខ្ញុំឧទាហរណ៍ឲ្យទៅគឺយើងបញ្ចុះតម្លៃឲ្យ5%ឬក៏10%អញ្ចឹងណាបានបញ្ចុះតម្លៃណាបាទអញ្ចឹងអតិថិជននៅពេលដែលគាត់ទៅគឺគាត់ចង់ប្រើអាហ្នឹងច្រើនជាងអត់ព្រោះគាត់ចំណេញជាងអូខេចាអាហ្នឹងអ្វីគឺខាង restaurant ផ្ដល់ឲ្យអតិថិជនក៏តែខាង restaurant បានមកវិញគឺនៅពេលដែល sign up form គឺគាត់មាន date of birth គាត់មាន page អញ្ចឹងគាត់ដឹងអាយុដឹង page ហើយដឹង education របស់គាត់អញ្ចឹងគាត់ចាប់ដើមហើយគាត់ track មើលថាម្នាក់ហ្នឹងគាត់មករហដងគាត់ទិញអីគាត់ទិញកាហ្វេម្នាក់ហ្នឹងណាអាយុ page pro អាយុថា25ឆ្នាំចុះគាត់ទិញកាហ្វេហើយគាត់ផឹកកាហ្វេនៅកន្លែងណាប្រហែលដងមួយអាទិត្យអញ្ចឹងព័ត៌មានហ្នឹងសម្រាប់ក្រុមហ៊ុននៅពេលគាត់មានព័ត៌មានហ្នឹងគឺធ្វើឲ្យគាត់ធ្វើទីផ្សាររឹតតែចំហើយនៅពេលគាត់រឹតតែចំគឺអតិថិជនចូលចិត្តគាត់កាន់តែច្រើនអញ្ចឹងអតិថិជនចូលចិត្តគឺ business របស់គាត់ក្រអូខ្ញុំសូមសួរបញ្ជាក់តិចមិនន័យថាបើសិនជាយើងមានការបញ្ចុះតម្លៃមួយទៅនៅក្នុងហាងកាហ្វេបើឧទាហរណ៍ថាផាកកាហ្វេអីចឹងចុះបាទផាកកាហ្វេអញ្ចឹងបើសិនជាយើងចូលផាកកាហ្វេនឹងហាងនឹងច្រើនដងអញ្ចឹងទៅអញ្ចឹងគេអាចមើលទិន្នន័យថាម្នាក់ហ្នឹងចូលប្រមាណដងក្នុងមួយខែហើយគាត់ចាយលុយអស់ប្រមាណបាទហើយមួយទៀតគាត់អាចដឹងថាចាយលុយអស់ប្រមាណហើយគាត់ដឹងថាតើការចាយលុយរបស់គាត់ម្ដងប្រមាណអញ្ចឹងឬយ៉ាងម៉េចគេមើលភពគេអាចយកព័ត៌មានហ្នឹងមកមើលបាទអូអញ្ចឹងឧបមាថាគេចង់តាមដានពីខ្ញុំជួធូអញ្ចឹងបាទចូលហាងគាត់មួយឆ្នាំប្រហែលដងឬក៏ចាយលុយនៅហាងគាត់ប្រហែលដងក្នុងមួយឆ្នាំហ្នឹងគឺថាគេអាចមើលដឹងអញ្ចឹងអាចមើលដឹងហើយអាហ្នឹងគឺជារបស់ដែលក្រុមហ៊ុនគឺគេចង់បានអាហ្នឹងខ្លាំងណាស់បាទហើយបន្ថែមមួយទៀតឧទាហរណ៍ថាឥឡូវម្នាក់ហ្នឹងគាត់ដឹងថាម្នាក់ហ្នឹងភេទប្រុសអាយុ25ឆ្នាំគាត់ទិញកាហ្វេនេះគាត់ចូលចិត្តកាពូជីណូឬក៏ឡាតេអញ្ចឹងគាត់មើលឃើញ100នាក់ទិញអាហ្នឹងឬក៏អញ្ចឹងណាហើយអាយុហ្នឹងភេទហ្នឹងអញ្ចឹងគាត់អាចចាប់តាមមានកំណត់ថាអញ្ចឹងបើ100នាក់ប្រហែលជាមនុស្សនៅក្នុងអាយុហ្នឹងភេទហ្នឹងចូលចិត្តអាហ្នឹងដូចគ្នាអញ្ចឹងយើងមកយើងអ៊ីមែលទៅគាត់ថាយើងមាន promotion ចែកមកសាកដែរអញ្ចឹងវាធ្វើឲ្យទៅថាឥឡូវយើងមាន1លាននាក់ដែល sign up នៅក្នុង system យើងចាអញ្ចឹងយើង email ទៅគាត់ថាឥឡូវយើងមានចេះហើយសម្រាប់មនុស្សអាយុ25ឆ្នាំភេទប្រុសហ្នឹងអញ្ចឹងគឺបើសិនជា30% response
នឹងវាជា business របស់គាត់មកលៀនអ្នក sign up នៅក្នុង system របស់យើងហ្នឹងលោកអាចបញ្យល់កន្លែងហ្នឹងបានគេ sign up នៅក្នុង system ហ្នឹងមានន័យយ៉ាងម៉េចដែរជា member មកថាឥឡូវយើងធ្វើ restaurant យើងចង់ធ្វើរបៀបខ្ញុំនិយាយអញ្ចឹង IT អញ្ចឹងបាទយើងផ្ដល់ផលប្រយោជន៍ឲ្យគាត់ sign up បានន័យថារាល់ការទិញរបស់គាត់យើងអាចបញ្ចុះតម្លៃឲ្យគាត់ 5% អញ្ចឹងណាឬក៏យើងមាន bonus អីថាគាត់ទិញច្រើនទៅយើង free ជានំ cake ឬក៏ free ជាអីឲ្យគាត់អញ្ចឹងទៅ package ឲ្យគាត់អញ្ចឹងអញ្ចឹងយើង accumulate ចំនួនមនុស្សដែល sign up យើងឲ្យអីមួយហើយគាត់ឲ្យ sign up អញ្ចឹងណាហ្នឹងហើយអញ្ចឹងផលប្រយោជន៍វាគឺអញ្ចឹងយើងដឹងថាយើងមាន100នាក់យើងឃើញថា100នាក់ទិញរបស់ហ្នឹងហើយយើង email យើងឃើញថាឥឡូវមាន1លាននាក់អាយុហ្នឹងភេទហ្នឹងអញ្ចឹងយើងចាប់ដើមគិតគាត់ប្រហែលជាត្រូវការហ្នឹងដែរអញ្ចឹងណានៅក្នុងតំបន់ហ្នឹងអញ្ចឹងណាអញ្ចឹងដល់ពេលដែលយើង email ថាអូខេឥឡូវយើងមានកាហ្វេប្រភេទថ្មីឬក៏ថា green tea ប្រភេទថ្មីអញ្ចឹងត្រូវអ្នកដែល100អ្នកកំពុងប្រើហ្នឹងមាន 30% response អាហ្នឹងគឺជា business របស់យើងចាប៉ុន្តែមួយទៀតឧទាហរណ៍នៅពេលដែលគាត់ sign up យើងចាប់ដើមទំនាក់ទំនងជាមួយគាត់តាមរយៈ email អញ្ចឹងមិនមែនថាចាំឲ្យគាត់ចូលមើល website យើងចាំមើលព័ត៌មានយើងអត់ទេគឺយើងព្យាយាមផ្ដល់ព័ត៌មានឲ្យគាត់យើង educate គាត់ពី innovation service របស់យើងហ្នឹងថ្មីរបស់យើងអញ្ចឹងយើង update គាត់អូខេឥឡូវយើងមាន menu ថ្មីយើងមានមុខម្ហូបថ្មី fresh ជាងមុនបន្លែច្រើនជាងមុនយើងព្យាយាមទំនាក់ទំនងទៅគាត់ផ្ដល់ព័ត៌មានឲ្យគាត់ហ្នឹងតាមរយៈទូរស័ព្ទឬក៏តាមរយៈការផ្ញើ email ឬតាមរយៈអ្វីយ៉ាងម៉េចដែរតាមរយៈ email ព្រោះ email តម្លៃវាធូរនិយាយទៅវាសឹងអត់អស់អីទេវា free អញ្ចឹងបាទន័យថាជាការផ្សាយការជូនដំណឹងមួយដោយមិនគិតថ្លៃបាទគិតថ្លៃហើយទៅដល់គាត់ហើយគាត់អានមើលអញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលគាត់ sign up យើងហាក់ដូចជាមាន contract មួយថាឥឡូវគាត់ប្រើរាល់ពេលប្រើគឺគាត់ discount 5% គឺ 10% អញ្ចឹងណាហើយទន្ទឹមហ្នឹងគឺយើង educate គាត់តាមរយៈ email educate ពី product របស់យើងអញ្ចឹង educate ដល់កម្រិតមួយដែលថាគាត់យល់ថាឧទាហរណ៍ restaurant ចុះគាត់យល់ថាជុំ restaurant នេះត្រូវមួយខ្ញុំច្រើនជាង restaurant ផ្សេងអញ្ចឹងនៅពេលដែលគាត់មានតម្រូវការរឿង restaurant គឺគាត់គិតពី restaurant របស់គាត់អាហ្នឹងវាជា business បាទអូខេឥឡូវខ្ញុំស្ដាប់មើលទៅថាវាមានប្រយោជន៍ច្រើននៅក្នុង IT និងចំនួនយើងនេះអញ្ចឹងបើសិនជាគេថាសហគ្រិននៅក្នុងស្រុកខ្មែរយើងនេះដែលគាត់ចាប់ដើមយកចិត្តទុកដាក់ប្រព័ន្ធ IT ធ្វើឲ្យគាត់អាចគ្រប់គ្រងនៅព័ត៌មានពីអតិថិជនរបស់គាត់បានដើម្បីគាត់មានយុទ្ធសាស្ត្រថ្មីដើម្បីទាក់ទាញធ្វើយ៉ាងម៉េចឲ្យអតិថិជននឹងកាន់តែមានចំណង់ចំណូលចិត្តឬក៏បង្កើនចំនួនអតិថិជនបាទឲ្យដឹងបាទអញ្ចឹងបើឥឡូវតាមអាហ្នឹងតល់តែអ្នកមនុស្សហ្នឹងគឺថាភាគច្រើនគាត់ចេះ IT ដែរអញ្ចឹងណាបាទអញ្ចឹងលោកបទនាយល់ឃើញយ៉ាងម៉េចដែរចំពោះនៅស្រុកខ្មែរយើងពេលបច្ចុប្បន្នហ្នឹងតើអ្នកចេះអ្នកដែលមាននៅក្នុងប្រព័ន្ធ IT មនុស្សដែលចុះឈ្មោះចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាគេហ្នឹងតើមានប្រមាណអ្នកដែលប្រើប្រាស់អ៊ីនធឺណិតប្រើប្រាស់អីហ្នឹងបាទសម្រាប់នេះខ្ញុំមើលស្ថិតិរបស់ Facebook យើងមាន Facebook user នៅកម្ពុជា 650,000 នាក់បើគិតជា percentage វា 4% នៃ population សម្រាប់អ្នករករបរនៅក្នុងហ្នឹងយើងគិតថាយើងនៅមាន 94% ទៀតដែលអត់ទាន់ប្រើ Facebook អញ្ចឹងបែរថាវាចំនួនវាប្រហែលហ្នឹងអញ្ចឹងណាយើងមើលឃើញថាវានៅ growth industry ហ្នឹងវានៅ growth វែងឆ្ងាយអញ្ចឹងវានៅ industry ហ្នឹងវា growth អញ្ចឹងមានន័យថាអ្នកដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅស្រុកខ្មែរមានប្រមាណភាគរយមានប្រមាណភាគរយ 4% បាទ 4% ដូចតិចដែរខ្ញុំគិតថាប្រហែលជាអាចច្រើនជាងនឹងព្រោះអីតន័យយើងមើលតាម Facebook ហ្នឹងមែនបាទយើងមើលតាម Facebook តាម Facebook ជួនកាលមានបងប្អូនដែលគាត់ចេះប្រើ email ដែរប៉ុន្តែគាត់អត់មាន Facebook គាត់អត់មានអាគណនី Facebook ហ្នឹងណាបាទអញ្ចឹងខ្ញុំគិតថាប្រហែលអាចមានចំនួនច្រើនជាងនឹងអ្នកចេះហើយថា email អ៊ីនធឺណិតនិងបច្ចេកវិទ្យានៅក្នុងស្រុកខ្មែរហើយបើលោកប្រាថ្នាថាសំខាន់អញ្ចឹងម្នាក់ត្រូវតែចេះ IT នឹងគ្រប់គ្នាគ្រប់ក្រុមគ្រប់សារឬគ្រប់រូបឬគឺយ៉ាងម៉េចដែរបាទសម្រាប់ IT វាអញ្ចេះខ្ញុំនិយាយរឿងមួយ IT ហើយនឹង media ចុះព្រោះ media នៅក្នុងសង្គមមួយគឺជាអ្វីដែលអភិវឌ្ឍនៅក្នុងសង្គមហ្នឹងអញ្ចឹងតើតើនៅ media គេហៅថា
productivity របស់មនុស្សម្នាក់វាអាស្រ័យទៅនឹងព័ត៌មាននៅក្នុងខួរក្បាលរបស់គាត់បាទmedia ហ្នឹងគេមានន័យថាម៉េច media ហ្នឹង media ហ្នឹងថាព័ត៌មានវិស័យព័ត៌មានវិស័យប្រព័ន្ធផ្សព្វផ្សាយវាមាន radio មាន TV មាន internet អញ្ចឹងណាបាទសម្រាប់ IT វាជួយខាង media អញ្ចឹងហើយវិញចិត្តអមថាខ្ញុំឧទាហរណ៍ជាក់ស្ដែងនិយាយពីកម្មសិទ្ធិបញ្ញានៅសង្គមអាមេរិកហើយនឹងសង្គម Western គេធ្វើបានល្អហើយយើងនៅអត់ទាន់បានល្អហើយអញ្ចឹងព័ត៌មានរបស់គេគឺវាល្អអញ្ចឹងបើសិនជាយើងចាប់យកព័ត៌មានហ្នឹងបានយើងត្រូវការតែរៀនភាសាអង់គ្លេស productivity របស់យើងផ្លាស់ប្ដូរច្រើនជាងអ្នកដែលអត់អញ្ចឹងតាមរយៈ internet គឺវាជួយដោយសារ internet ស្រុកយើងឥឡូវ$3មួយខែប្រើបានហើយចាប់ដើមហើយយើងប្រើជាងហ្នឹងយើងបង់ច្រើនជាងហ្នឹងទៅអញ្ចឹងសម្រាប់អ្នកដែលមាន IT ហើយគាត់រៀនអង់គ្លេសគាត់ចាប់ព័ត៌មានពីខាងអាមេរិកខាង Western គឺវាល្អ productivity របស់គាត់គឺវាខ្ពស់ជាងអ្នកដែលអត់អញ្ចឹងថាបើសិនយើងអត់រៀន IT យើងចាប់អត់បានឥឡូវជួយនិយាយភាសាអង់គ្លេសមិនសូវជាច្បាស់ដែរអញ្ចឹងចង់សួរបញ្ជាក់ថាអ្នករៀន IT ចាប់ពីខាង Western ហ្នឹងចាប់យ៉ាងម៉េចចាប់អ្វីចាប់មើលថាយើងអានព័ត៌មានរបស់គេអញ្ចឹងណាបាទអានព័ត៌មានព្រោះព័ត៌មានរបស់គេវាល្អវានិយាយទៅវាធ្វើឲ្យ productivity វា motivate វា encourage អញ្ចឹងណាបាទអញ្ចឹងវាធ្វើឲ្យ productivity របស់គាត់ល្អឧទាហរណ៍តិចមកឧទាហរណ៍ថាយើងគួរចាក់នៅខាង Western